អ្នកគ្រូរីជីងត្រីខ្ញុំចង់ដឹងមែនតែនថាអ្នកច្បាក់លុយរបស់ខ្ញុំអំឡុងពេលនេះគាត់កំពុងតែគិតបែបណាគាត់សងខ្ញុំឬក៏អត់ចាអញ្ចឹងចម្លើយនេះអ្នកគ្រូនឹងឆ្លើយនៅក្នុងវីដេអូមួយនេះហើយវីដេអូនេះគឺជាការទូទាត់បែបក្បួនលាវពីខាងអ្នកគ្រូអញ្ចឹងក៏ទាំងអស់គ្នាចុចលេខចា9 3ដើមមក confirm ជាលេខសំណាងចាកុំភ្លេច share វីដេអូរបស់អ្នកគ្រូបងប្អូននិងកូនគិតថាជាវីដេអូដែលមានប្រយោជន៍សម្រាប់ជីវិតមនុស្សទូទៅក៏ដូចជាខ្លួនឯងហើយបរិការតែពិសេសកុំភ្លេច follow account TikTok របស់អ្នកគ្រូផងដែរចាអញ្ចឹងក៏ទាំងអស់គ្នាអ្នកគ្រូចង់និយាយថារឿងឲ្យគេខ្ចីលុយនេះហ่าធ្វើឲ្យគ្រួសាររបស់យើងមានការកម្មរកជាខ្លាំងមែនអត់ចាកូនកំពុងតែមានបញ្ហាក្នុងជីវិតក្នុងក្រុមគ្រួសារដោយការឲ្យគេខ្ចីលុយចាប្តីមិនសប្បាយចិត្តនឹងយើងទេចាហើយយើងក៏មិនសប្បាយចិត្តនឹងប្តីដែរអត់តែនិយាយរឿងឲ្យគេសងលុយពេលណាគឺមានការមិនសប្បាយចិត្តនៅក្នុងផ្ទះចាអញ្ចឹងប្តីប្រពន្ធយើងបានប្រេះឆាតិចតួចដោយសារតែឲ្យគេខ្ចីលុយចាអញ្ចឹងនេះជាមេរៀននៅក្នុងជីវិតថ្ងៃក្រោយឈប់ណាកូនចាហើយចំពោះរាល់ថ្ងៃនេះបកគោគ្រួសារគឺស្វាមីតែម្ដងចាគាត់រកចំណូលបានមុំអញ្ចឹងទៅចាគប់គង់ក្រុមគ្រួសារឲ្យយើងនឹងឯងចាប៉ុន្តែគ្រាន់ថានៅក្នុងផ្ទះមានការកម្មប្រកបចាដោយសារតែរឿងនឹងឯងចាហើយគាត់តែសួរថាការគេសងលុយចាហើយយើងអត់គាត់សួរពេលណាយើងចង់ជួបមួយគាត់ពេលហ្នឹងហើយចំពោះអ្នកដែលយើងឲ្យខ្ចីលុយកូនឯងសាក់ទាមើលបំរឿងចាកូនឯងសាក់ទាមើលបំរឿងចាអ្នកគ្រូធានាឲ្យចាទៅទានៅកន្លែងជួបចៃដន្យក៏រឿងចាទៅទានៅផ្ទះក៏រឿងចាហើយបើយើងនៅស្ងាត់ដឹងអត់បានហើយរឿងនឹងធំទៀតចារឿងដែលធំអីគេចាគឺរឿងនៅផ្ទះរបស់យើងចាអញ្ចឹងចម្លើយមកវិញអត់ទាន់មានពលឺក្នុងការគេសងទេកូនចាអត់ទាន់មានពលឺក្នុងការគេសងទេកូនឯងសាក់ទៅទាបំរឿងកាន់តែធំចាហើយរឿង10ប្តីប្រពន្ធយើងទៀតបើសិនជាកូនឲ្យខ្ចីដែលយើងមិនបានប្រាប់ស្វាមីវិញរឿងដល់ប្តីយើងទៀតឲ្យប្តីយើងដឹងស្អប់យើងមានរឿងកាន់តែខ្លាំងទៀតចាអញ្ចឹងកូនជ្រើសរើសមើលទៅនៅស្ងប់ស្ងាត់ឬក៏ទៅទីចានេះហើយមនុស្សដែលយើងឲ្យចាពាក់នេះមិនណយទេណាចាបើសិនជាមនុស្សស្រីវិញណាអ្នកគូសុំប្រាប់ថាឆេចសំដីចាបើសិនជាយើងឲ្យបុរសខ្ចីចាងុំចាអញ្ចឹងកូននេះគឺជាមេរៀនក្នុងជីវិតចាមានលុយបើថាមានច្រើនពេកយកលុយទិញមាសទុកចាគេពិបាកគេទៅរកធនាគារទៅចាបើធនាគារគេមិនឲ្យអ្នកដែលខ្ចីនឹងហើយវាអស់ជំរឿហើយចាតែបើកូនយល់ថាអូយបានការតិចតួចអីកូនអើយជឿទៅយើងយកលុយធំទៅស្ទូចលេខទុកលុយទុករីហ្នឹងអញ្ចឹងកូនទុកលុយទិញមាសទៅមិនបានពេលខ្លះមាសឡើងទៀតក៏ញ៉ាំចាបើធ្វើវាធ្លាក់ចុះតិចតួចវាមិនសូវខាតទេតែបាទនេះវិញខាតទៅហើយចាអញ្ចឹងកូនអ្នកគ្រូប្រាច់ចម្លើយថាចុងក្រោយគឺរងចាំពេលវេលាអត្រានៅក្នុងការមកគឺមិនទាន់មានពលឺទេចាហើយអ្នកគ្រូរាជត្រីក៏សូមប្រាប់ថានៅក្នុងចុងវីដេអូនេះអ្នកគ្រូក៏ទទួលរៀបឈុតចាឈុតទាលុយតន់ចិត្តចាអញ្ចឹងកូនទៅអូមើលទៅចា feedback ចាអ្នកគ្រូមានចាក់ស្ដាយចាជាពិសេសឈុតដែលបកាយនេះគឺឈុតកពូបនឹងឯងចាលុយនៅទីណាក៏មកវិញដែរចាជាពិសេសអ្នកខ្លះគាត់ជាវទៅនៅសុកគេសងលុយចាហើយឈុតកពូបហ្នឹងអ្នកគ្រូសូមប្រាប់បន្តិចចាមានឈុតតូចនិងឈុតធំចាឈុតធំគឺតម្លៃ45ព្រីដឹកគឺកពូបស្បែកសុទ្ធ 100% បើកូនចង់បានកពូបទូចចាគឺអានេះអត់ស្បែកសុទ្ធទេកពូបធម្មតាចាតម្លៃគឺមួយឈុត35ចាចំពោះឈុតអ្នកគ្រូនឹងប្រាប់នៅពេលដែលកូនឆាតទៅសួរថាឈុត35បែបណាឈុត45បែបណាហើយចំពោះការប្រើប្រាស់អ្នកគ្រូនឹងប្រាប់នៅក្នុងឆាតចាអញ្ចឹងកូនទាំងអស់គ្នាអរគុណជម្រាបចំពោះការតាមដានវីដេអូមួយនេះអរគុណចាបាយបាយគឺតា